ជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូនិងនិស្សិតទាំងអស់គ្នានាងខ្ញុំឈ្មោះជឿអ៊ីណាលើមកបកស្រាយអំពី topic វិស័យសំណង់និងអចលនទ្រព្យនាងខ្ញុំមាន4មាតិកាមាតិកាទី1និយមន័យនិងតំណែងមាតិកាទី2ចំណែកថ្នាក់នៃទីផ្សារមាតិកាទី3កត្តាជំរុញកំណើនមាតិកាទី4បញ្ហាប្រឈមនិងបច្ចុប្បន្នឥឡូវយើងចូលមកដល់និយមន័យទាំងអស់គ្នាវិស័យសំណង់និងអចលនទ្រព្យគឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ដែលរួមបញ្ចូលសកម្មភាពសាងសង់ផ្ទះអគារនិងហេដ្ឋារចនាសម្ព័ន្ធនិងការទិញលក់ជួលឬគ្រប់គ្រងដីធ្លីនិងសំណង់វាជាសចនករនៃកំណើនសេដ្ឋកិច្ចជំរុញដោយវិនិយោគិនជាតិនិងអន្តរជាតិតម្រូវការទីកន្លែងស្នាក់នៅឥឡូវយើងចូលមកដល់មាតិកាទី1ទាំងអស់គ្នាមាតិកាទី1និយមន័យនិងតំណែងវិស័យសំណង់សំដៅលើសកម្មភាពបច្ចេកទេសការរចនាប្លង់និងការសាងសង់ជាក់ស្ដែងវាបង្កើតឲ្យមានការងារសម្រាប់វិស្វករស្ថាបត្យករនិងកម្មករសំណង់រាប់សែននាក់វិស័យអចលនទ្រព្យសំដៅលើការគ្រប់គ្រងការទិញលក់ការជួលនិងការវិនិយោគលើទ្រព្យសកម្មដែលមិនអាចផ្លាស់ទីបានដូចជាដីធ្លីនិងសំណង់ចប់ដីទំនាក់ទំនងវិស័យសំណង់ជាអ្នកផលិតចំណែកវិស័យអចលនទ្រព្យជាអ្នកធ្វើអាជីវកម្មនិងចែកចាយឥឡូវយើងចូលដល់មាតិកាទី2មាតិកាទី2ចំណែកថ្នាក់នៃទីផ្សារយើងអាចបែងចែកវាជា4ផ្នែកធំគឺទី1លំនៅឋានបុរីផ្ទះល្វែងខុនដូនិងអាផាតមិនទី2ពាណិជ្ជកម្មអការិយាល័យផ្សារទំនើបនិងមជ្ឈមណ្ឌលអាជីវកម្មទី3ឧស្សាហកម្មរោងចក្រឃ្លាំងទំនិញនិងតំបន់សេដ្ឋកិច្ចពិសេសទី4ដីធ្លីដីសម្លូបសម្រាប់សាងសង់និងដីកសិកម្មនាងខ្ញុំសូមផ្ដល់ទៅឲ្យសមាជិកក្រុមខ្ញុំដើម្បីបកស្រាយបន្ថែមជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះតាំងយូអ៊ីមកបកស្រាយចំណុចបន្តពីមិត្តរួមក្រុមរបស់នាងខ្ញុំសម្រាប់ចំណុចទី3កត្តាជំរុញកំណើនការវិនិយោគផ្ទាល់ពីបរទេសរំហូរទុនពីប្រទេសចិនកូរ៉េខាងត្បូងជប៉ុននិងសិង្ហបុរីកំណើនប្រជារាស្ត្រការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុងនិងតម្រូវការផ្ទះសម្បែងរបស់ស្រទាប់យុវវ័យហេដ្ឋារចនាសម្ព័ន្ធរដ្ឋការស្ថាបនាផ្លូវល្បឿនលឿនព្រលានយន្តហោះថ្មីនិងស្ពានបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចថ្មីកម្ចីធនាគារមានភាពងាយស្រួលនៅក្នុងការទទួលបានឥណទានផ្ទះសម្បែងទោះបីបច្ចុប្បន្នមានភាពរឹតបន្តឹងជាងមុនក៏ដោយចំណុចទី4បញ្ហាប្រឈមបច្ចុប្បន្នការកកស្ទះការផ្គត់ផ្គង់ជាពិសេសផ្នែកខុនដូកម្រិតខ្ពស់និងអគារការិយាល័យដែលមានភាគច្រើនធៀបនឹងតម្រូវការជាក់ស្ដែងឥទ្ធិពលសេដ្ឋកិច្ចសកលការថយចុះនៃរំហូរទុនពីក្រៅប្រទេសនិងវិបត្តិនៃអចលនទ្រព្យនៅប្រទេសធំៗដូចជាចិនបញ្ហាហិរញ្ញវត្ថុអត្រាការប្រាក់ឡើងខ្ពស់និងបំណុលនៅក្នុងអចលនទ្រព្យដែលធ្វើឲ្យអ្នកទិញនិងអ្នកអភិវឌ្ឍមួយចំនួនជួបការលំបាកជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាដែលបានស្ដាប់ការបកស្រាយរបស់ខ្ញុំសូមអរគុណ